ស្នេហាពិតត្រូវតែមានលក្ខណៈលះបង់តែឲ្យតែលះបង់បានលុះត្រាតែមានការហួងហែងដែលឲ្យតែសេចក្តីស្នេហាផ្ដល់ឲ្យនោះសេចក្តីស្នេហាភេទគឺផ្ដល់ក្នុងលក្ខខណ្ឌបើទោះបីនៅជាមួយយើងសុំលក្ខខណ្ឌមួយខ្ញុំស្រឡាញ់អ្នកស្រឡាញ់ខ្ញុំលក្ខខណ្ឌទី2ខ្ញុំអត់ចង់បានអីក្រៅពីហ្នឹងគឺខ្ញុំធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកមានសំណាងណាស់បានជួបខ្ញុំប៉ុន្តែបើក្នុងករណីដែលចាំបាច់ដែលវាត្រូវការលះបង់ដើម្បីសេចក្តីសុខរបស់នាងឬសេចក្តីសុខរបស់មនុស្សដែលនាងស្រឡាញ់ឧទាហរណ៍ដូចជាគ្រួសារយើងអត់មានហួងហែងទេបងប្អូនទាំងទឹកភ្នែកយើងឲ្យនាងទៅសេចក្តីស្នេហាបែបហ្នឹងគេហៅសេចក្តីស្នេហាឧត្តមកតេមានការលះបង់ប៉ុន្តែមិនមែនមានន័យថាយើងអត់ត្រូវការសេចក្តីស្រឡាញ់ត្រឡប់មកវិញសេចក្តីស្នេហាផ្លូវភេទទាំងអស់សិតតែរំពឹងទុកនៅសេចក្តីស្រឡាញ់ត្រឡប់មកវិញប៉ុន្តែសុំតែលក្ខខណ្ឌមួយហ្នឹងឯងបងប្អូនយើងស្រឡាញ់អ្នកស្រឡាញ់យើងរួចហើយអ្នកមានតម្លៃស័ក្តិសមឲ្យខ្ញុំស្រឡាញ់អ្នកឬអ្នកមានតម្លៃស័ក្តិសមនឹងទទួលការលះបង់អំពីខ្ញុំលក្ខខណ្ឌតែប៉ុណ្ណឹងបងប្អូនផ្ដល់ឲ្យអ្នកមានអារម្មណ៍ថាអ្នកជួបខ្ញុំអ្នកមានសំណាងខ្លាំងណាស់បើក្នុងករណីមានការចាំបាច់ត្រូវលះបង់អត់មានហួងហែងរហូតដល់បំផ្លាញសេចក្តីសុខរបស់មនុស្សដែលយើងស្រឡាញ់ទេនេះសេចក្តីស្នេហាបែបហ្នឹងគឺជាសេចក្តីស្នេហាប្រកបដោយមនសិការៈប៉ុន្តែមនុស្សសពថ្ងៃភាគច្រើនអត់ចឹងទេបងប្អូនជួនកាលគេអត់ទាំងយល់ចិត្តគេផងថាតើគេស្រឡាញ់បងឬស្រឡាញ់លុយបងប្អូនណាជួនកាលគេអត់ទាំងដឹងចិត្តគេផងមនុស្សច្រើនណាស់ចង់ស្រឡាញ់មនុស្សដទៃទៀតណាបង្ហាញអំពីអ្វីដែលគេអាចតាក់ទងជាមួយនឹងមនុស្សនឹងបានឧទាហរណ៍ថាគេមានការងារល្អគេមានលុយគេមានតំណែងមុខនីតិដើម្បីតាក់យកមនុស្សស្រីនឹងមកសម្រាប់ខ្លួនខ្ញុំវិញខ្ញុំអត់ធ្វើចឹងទេបងប្អូនបើខ្ញុំមានខ្ញុំលាក់ហ្មងបងប្អូនខ្ញុំលាក់របស់ដែលខ្ញុំមានទាំងអស់ខ្ញុំចង់ដឹងចិត្តមនុស្សស្រីនឹងមើលថាតើក្រៅអំពីខ្លួនខ្ញុំនាងចង់បានអីទៀតក្រៅអំពីខ្ញុំតើនាងចង់បានអីទៀតបើនាងចង់បានអីក្រៅអំពីខ្លួនខ្ញុំអត់ស្រឡាញ់ទេបងប្អូននឹងស្រឡាញ់មិនហើយខ្ញុំយល់ថាមនុស្សបែបហ្នឹងអត់មានតម្លៃសម្រាប់ខ្ញុំស្រឡាញ់ដឹងតែទិញគៀនខ្សែកឡានមិនឲ្យជិះចំពោះមនុស្សអញ្ចឹងវាទាល់តែមនុស្សលះបង់ជាមួយគ្នាមានមនោសញ្ចេតនាស្អិតជាមួយគ្នាណាបើក្នុងករណីនាងនៅជាមួយខ្ញុំហើយនាងក្រនាងនៅអត់នាងឆ្លើយថាឲ្យតែបាននៅក្បែរបងមានទាំងអស់គ្នាឬក្រទាំងអស់គ្នាអ្នកខ្ញុំពេញចិត្តអាហ្នឹងអត់ចាំបាច់បង្ហាញថាយើងមាននេះមាននោះដើម្បីតាក់នៅស្រីនឹងមកបងប្អូនខ្ញុំមានអារម្មណ៍អត់ស្និទ្ធអត់ស្និទ្ធវាអត់ស្និទ្ធទេហេតុអីមិនអញ្ចឹងបងប្អូនមនុស្សហ่าបងប្អូនមិនសត្វអីឆានទេមនុស្សប៉ុន្តែខ្ញុំឃើញស្នេហាសពថ្ងៃមនុស្សស្រីបើគេทั้งទិញនេះទិញនោះឲ្យអោបថើគេជិបខ្ញុំជាមើលក្នុងចិត្តហ្នឹងថាពិតជានាងស្រឡាញ់គេមែនឬនាងស្រឡាញ់ទ្រព្យសម្បត្តិគេជួនកាលខ្លួនឯងហ្នឹងអត់យល់ពីចិត្តខ្លួនឯងផងបងប្អូនសម្រាប់ខ្លួនខ្ញុំវិញមនុស្សប្រុសណាបើខ្ញុំជាមនុស្សស្រីមកបង្ហាញខ្ញុំរបៀបហ្នឹងខ្ញុំឲ្យតម្លៃទៀតហ្មងបងប្អូនខ្ញុំឲ្យតម្លៃទៀតខ្ញុំថាបងមិនស័ក្តិសមនឹងទទួលសេចក្តីស្រឡាញ់ពីខ្ញុំទេបងធ្វើអញ្ចឹងបើបងធ្វើអញ្ចឹងចំពោះខ្ញុំទី1បងមិនឲ្យតម្លៃលើខ្លួនឯងទី2បងក៏មិនឲ្យតម្លៃលើខ្ញុំពីព្រោះបងយល់ថាបងគ្មានតម្លៃសម្រាប់តាក់ខ្ញុំទេហើយបងយល់ថាមនុស្សស្រីដូចខ្ញុំហ្នឹងអាចយកអញ្ចឹងមកតាក់បានហើយលោកបងមានការយល់ច្រឡំបងគិតម្ដងទៀតទៅមនុស្សប្រុសដែលខ្ញុំឲ្យតម្លៃមិនមនុស្សប្រុសអញ្ចឹងទេបើនៅជាមួយបងក្រក៏ខ្ញុំសុខចិត្តដែរពីព្រោះខ្ញុំស្រឡាញ់គឺខ្ញុំស្រឡាញ់បងប្អូនមនុស្សប៉ុន្តែស្នេហាសុខខ្មែររាល់ថ្ងៃដឹងអីគេទេបងប្អូនខ្ញុំអត់យល់ដឹងស្នេហាអីទេបងប្អូនដល់ពេលអញ្ចឹងចេះតែមានមនោសញ្ចេតនាមួយគ្នារួចបង្កើតកូនរាប់ផ្លូនជាមួយគ្នាមកកើតដែរបងប្អូនមនុស្សអត់មានអនុស្សាវរីយ៍គឺអត់មានមនោសញ្ចេតនាមនុស្សអត់មានអនុស្សាវរីយ៍គឺមនុស្សអត់មនោសញ្ចេតនាអត់ចាំអនុស្សាវរីយ៍មនុស្សមានមនោសញ្ចេតនាគឺមានអនុស្សាវរីយ៍ណាបងប្អូននឹកឃើញសំណោះកាលពីតូចនឹកឃើញសំណោះកាលពីនៅជាមួយម្ដាយនឹកឃើញសំណោះមនុស្សចាំអនុស្សាវរីយ៍មនុស្សអញ្ចឹងមានមនោសញ្ចេតនាមនុស្សគឺអញ្ចឹងណាបងប្អូនពង្រីកលក្ខណៈជាមនុស្សគឺពង្រីកលក្ខណៈពីរយ៉ាងទី1គឺមនោសញ្ចេតនាព្រោះមនោសញ្ចេតនារបស់មនុស្សមានលក្ខណៈជាគ្រាប់ពូជវាអាចរីកបានគ្រាប់ពូជមានតែបេះដូងធំបានមនោសញ្ចេតនារបស់សត្វអត់មានលក្ខណៈជាគ្រាប់ពូជទេវាមានប៉ុណ្ណាវាមានប៉ុណ្ណឹងសភាវៈកតេតែមនោសញ្ចេតនារបស់មនុស្សមានលក្ខណៈជាគ្រាប់ពូជរីកធំបានទី2ការយល់របស់មនុស្សក៏ទៅយល់ទៅអញ្ចឹងមកគេថាពង្រីកលក្ខណៈជាមនុស្សត្រូវពង្រីកលក្ខណៈពីរយ៉ាងទី1គឺមនោសញ្ចេតនាទី2គឺការយល់កាលណាមនោសញ្ចេតនាកាន់តែជ្រៅការយល់កាន់តែខ្ពស់លក្ខណៈជាមនុស្សកាន់តែឆ្ងាយអំពីសត្វដែលច្រើនខ្ញុំសូមបញ្ចប់ញ៉ាំដំគ្រាចុងក្រោយរបស់ខ្ញុំទៅប៉ុណ្ណេះសូមអរគុណ